ក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវប្រកួតជាមួយក្រុម Brunei Kasuka FC ក្នុងវគ្គ Play-off ពានរង្វាន់ក្លឹបអាស៊ី AFC Challenge League រដូវកាល 2025-2026 សហព័ន្ធបាល់ទាត់អាស៊ីបានប្រកាសជាផ្លូវការអំពីក្លឹបដែលទទួលបានកៅអីចូលរួមក្នុងការប្រកួតពានរង្វាន់លំដាប់ទី 3 របស់ TWIP អាស៊ី AFC Challenge League សម្រាប់រដូវកាលថ្មីក្នុងនោះកម្ពុជាទទួលបានមួយកៅអីកន្លះគឺប្រខ័ណ្ឌរាជស្វាយរៀងក្នុងនាមជាជើងឯកលីកកំពូលកម្ពុជាទទួលបានកៅអីប្រកួតវគ្គសន្សំពិន្ទុក្នុងពូលហើយក្រុមជើងឯករងភ្នំពេញក្រោនត្រូវចូលរួមប្រកួតជម្រុះក្រុមអាស៊ីខាងកើតចំនួន4នៅចាំវគ្គសន្សំពិន្ទុក្នុងពូលគឺប្រខ័ណ្ឌរាជស្វាយរៀងកម្ពុជាDiwal United របស់ឥណ្ឌូនេស៊ី Shan United របស់មីយ៉ាន់ម៉ានិងមួយក្រុមទៀតគឺក្រុមធ្លាក់ពីវគ្គជម្រុះពានរង្វាន់កម្រិតទី 2 AFC Challenge League 2 ចំពោះក្រុមដែលត្រូវប្រកួតវគ្គជម្រុះមាន8ត្រូវប្រកួតដើម្បីជ្រើសរើសយក4ក្រុមឡើងទៅវគ្គសន្សំពិន្ទុក្នុងពូលការប្រកួតវគ្គជម្រុះធ្វើឡើងតែមួយជើងប៉ុណ្ណោះដោយក្រុមណាដែលមានកម្រិត ranking ខ្ពស់ជាងសម្រាប់ការប្រកួត AFC បានបញ្ចេញលទ្ធផលនិងពេលវេលាដែលរៀបចំប្រកួតទី1ក្រុម Kasuka Brunei ត្រូវប្រកួតជាមួយនឹងភ្នំពេញក្រោនរបស់កម្ពុជានៅថ្ងៃទី12ខែសីហាឆ្នាំ2025នៅ Brunei ក្រុម Yangon United របស់មីយ៉ាន់ម៉ាត្រូវប្រកួតជាមួយនឹង Ira FC របស់ឡាវនៅថ្ងៃទី12ខែសីហានៅមីយ៉ាន់ម៉ា Tainan City TSG របស់ Chinese Taipei ត្រូវប្រកួតជាមួយនឹងក្រុម Mongolia 1ថ្ងៃទី12ខែសីហានៅ Chinese Taipei ក្រុម Futuro របស់ Chinese Taipei ត្រូវប្រកួតជាមួយក្រុម Mongolia 2ថ្ងៃទី12ខែសីហានៅ Chinese Taipei ដូចគ្នា